សួស្តីអ្នកគ្នាវីដេអូនេះដែរយើងមកនិយាយពីការ set up DHCP server ជាមួយនឹង DHCP relay នៅក្នុង CentOS ដែលជាដំបូងអ្នកគ្នាត្រូវទៅ update package របស់វាសិនការ sudo yum update.y បន្ទាប់ពីអ្នកគ្នា update package ហើយអ្នកគ្នាការទៅ download DHCP របស់យើងនេះsudo dns install DHCP server ចុច enter មកតមកធ្វើការ download DHCP relay មួយទៀត dns install DHCP load OK បន្ទាប់ពី install ហើយអ្នកគ្នាធ្វើការ config ទៅដាក់ set ជា static IP ដែល comment ក្នុងការ set IP វាមានច្រើនរបៀបទី1យើងប្រើ UI ដែលប្រើរបៀបនេះទី2យើងប្រើជា menu edit network ដែលប្រើ command មួយនេះហើយទី3នេះយើងប្រើ command line ឥឡូវយើងធ្វើការ set up ដោយប្រើ command line តទៅអ្នកគ្នាassign IP private ហើយ static ហើយអ្នកគ្នាឃើញ IP នេះនៅលើនេះហើយ command មានច្រើនរបៀបសម្រាប់ការធ្វើអ្នកគ្នាអាចទៅ search YouTube ឬក៏ ChatGPT ឲ្យបានពេលខ្លះវា error អីមួយទៅយើងមាន command ប្រើច្រើនអញ្ចឹងបើរបស់ខ្ញុំវិញប្រើអានេះកើតទេដោយសារវា error អញ្ចឹងប្រើបាន command line ហើយអានេះស្រួលមើលទៅស្រួលជាងគេដោយសារវាជា UX UI អញ្ចឹងស្រួលប្រើស្រួលចុចអីចឹងហើយបន្ទាប់យើងធ្វើការ config clear មួយសិនsudo nano .etc DHCP enter មកហើយកន្លែងនេះយើងអាច copy វាបានយើងធ្វើការ select វាសិនមក copy គេធ្វើការ copy file example ធ្វើការដាក់ចេញសិន Ctrl X ផាសមក copy ទៅកាន់ etc DHCP d.c com enter មកហើយយើងមកអក្សរ Y មកវាថា yes OK តមកចុចទៅកែ file លើវិញមកនេះ enter ទៅសម្រាប់ API លើនេះយើងធ្វើការ comment ចោលទៅ option នេះអូខេបន្តមក uncomment នេះបើក comment នេះវិញតមកយកអស់មកក្រោមទៅមកយើងធ្វើការ assign IP វាមក subnet 192.168.1.1.0 subnet មក 255.255.0 ដែរហើយ rank
ហើយការ 2.168.1.150 ហើយការ 2.168.1.200 នេះធ្វើការ comment option នេះចោលទៅហើយសម្រាប់ router នេះដាក់ 192 168.1.1 ហើយ broadcast 168.1.255 អានេះថាវាទុកជា default ដែរ Control O Control X ចាក់ចេញមកតមកធ្វើការ restart វាមកនេះ system restart ECP enter មកអូខេតមកធ្វើការ enable វាមកតមកធ្វើការ check status វាអូខេឥឡូវវា active ហើយអញ្ចឹងយើងធ្វើការទៅ config DHCP relay ម្ដងតមកនៅនេះផឹកបាននេះដើម្បី copy DHCP relay ចូលទៅកាន់ system enter មកហើយចុច Y មកបញ្ជាក់ថា yes អូខេតមកយើងធ្វើការចូលទៅ config ទៅ nano/etc system yes system D /system /DHCP relay switch ចុច enter មកកន្លែងនេះដាក់ IP ដល់ DHCP របស់យើងមក192.168.1.100 តមកធ្វើការ save វាទៅ Control O ចុច enter access តមកប្រើ command មួយនេះដើម្បី reload វា system control system reload តមកចុច enter មកតមកទៀតខ្ញុំធ្វើការ restart delay មកទៅ service enter មកតមកយើង check status វាមក sudo system control status DHCO relay switch អូខេឥឡូវវាកំពុងតែ active ហើយ Control C មកបើចាក់ចេញចឹងអា DHCP និង DHCP relay ហ្នឹងខ្ញុំបានធ្វើការ set up វាហើយឥឡូវចូលទៅការតេស្តនៅក្នុង Windows 11របស់ខ្ញុំហើយបើអ្នកគ្នាចង់តេស្ត Windows ហ្នឹងតែមួយគឺធ្វើការ set host switch ឲ្យដូចគ្នាដូចជាដំបូងអ្នកគ្នាទៅកាន់ Channel S នេះហើយចូលទៅកាន់ Edit មួយមកហើយចូលទៅកាន់ Visual Network Editor តមកអ្នកគ្នាធ្វើការយកអា VM ណា host only នេះចុចហើយចុច change setting មកតមកអ្នកគ្នាយកជា host only ចេះហើយ uncheck អាកន្លែង use local DHCP នេះហើយកន្លែង subnet IP និង subnet mask នេះយើងដាក់មកដាក់ទៅឲ្យតែដូចនិយាយទៅកន្លែងហ្នឹងដាក់ដូចក្នុង Windows ដែរ
តមកចុចទៅអូខេមកទៅកាន់វិញហើយទៅបន្តមកនៅកន្លែងទូចនេះកន្លែង change នៅ adapter នេះចុចលើវាមកចុចយកទៅ setting នេះតមកយកកន្លែង custom នេះហើយយកVM1 host only នេះហើយដាក់ដូចគ្នាទាំងអស់ជាមួយ Windows 11ដែរចុចអូខេឥឡូវទៅ Windows 11ម្ដង edit ដូចគ្នាVisual Network Editor ហើយយកពាក្យ host only ធ្វើដូចមិញដែរមកហើយ IP ដាក់ឲ្យ range ជាមួយនឹង SNS ហ្នឹងតមកកន្លែងនេះគឺឆាំងដូចតែគ្នាដែរនេះដាក់host VM1 ដូចគ្នាហើយអូខេមកឥឡូវចូលទៅ Windows O ហើយវាយ command នេះ camp.clp នេះហើយ right click ទៅលើវាមកហើយ property នេះឲ្យយកវាជា auto ទាំងអស់មកហើយសម្រាប់នេះដែរបាទកន្លែងនេះបងអ្នកនរគ្នាវាមាន2ទៅមួយ disable និង undisable ទៅពេលបើវា undisable មើលថយមើលអានេះបើឃើញចេះអ្នកគ្នា connect test header ណាទៅចុច enable វាតបមកយើងចូលទៅ CMD យកវាយ IP first/release អូខេឥឡូវធ្វើការ renew មកវិញ first/renew អូខេឥឡូវមកហើយនេះជា IPv4 របស់យើងហើយយើងបានសាងយកឲ្យក្នុងនោះ range យើងឲ្យវាមិញពី150ទៅដល់200ហើយ gateway របស់វាគឺ 1.1 នេះ so វីដេអូអាហ្នឹងមានប៉ុណ្្នឹងទេអរគុណអរគ្នាសម្រាប់ការតាមដាន